សួស្តីអ្នកនរគ្នានេះគឺជាសកម្មភាពដែលក្លឹបខ្ញុំធ្វើការហាត់ជារៀងរាល់ថ្ងៃសៅរ៍ហើយនិងថ្ងៃអាទិត្យហើយជាដំបូងពួកយើង warm up សិនដោយមានគ្រូមានសិស្សច្បងគាត់បង្ហាញពួកយើងរបៀប warm up ត្រូវធ្វើម៉េចអីអញ្ចឹងហើយបន្ទាប់មកយើងចូលដល់ main training ដោយជាដំបូងហ្នឹងគឺយើងហាត់កតាពីខ្សែក្បាត់សទៅសិននៅក្នុងក្លឹបការ៉ាតេយើងហ្នឹងគឺមានតាំងពីខ្សែក្បាត់សរហូតដល់ខ្សែក្បាត់ខ្មៅអញ្ចឹងពេលដែលយើងហាត់រួមគ្នាហ្នឹងគឺយើងហាត់តាំងពីកតាខ្សែក្បាត់សររហូតដល់ខ្សែក្បាត់ធំហើយនៅពេលដែលកូនសិស្សខ្សែក្បាត់សគាត់ហាត់កតាគាត់ហើយគាត់អាចសម្រាប់បានបន្ទាប់មកខ្សែក្បាត់លឿង orange ផ្សេងដែលគាត់ហាត់បន្តមកទៀតហ្នឹងហាត់ចប់គាត់អាចសម្រាប់បានហើយខ្សែក្បាត់ធំខ្សែក្បាត់ brown អីនៅចុងក្រោយគេគឺគាត់នៅរៀងយូរបន្តិចរៀងហត់ជាងគេបន្តិចតើហាត់កតាដល់ខ្សែក្បាត់គាត់ចប់អស់ទើបគាត់អាចសម្រាប់បានខណៈពេលដែលសិស្សច្បងខ្សែក្បាត់ធំកំពុងតែហាត់កតាបន្តទៀតហ្នឹងស្រាប់ពេលហ្នឹងគឺខ្សែក្បាត់សខ្សែក្បាត់តូចគាត់ក៏ត្រូវវឹកហាត់ដែរបន្ទាប់ពីគាត់សម្រាប់ហើយគាត់ចូលវឹកហាត់ក្បាច់ដៃក្បាច់ជើងហើយរបៀបឈររបៀបអីផ្សេងដោយធីមមួយហ្នឹងមានសិស្សច្បងមានគ្រូគាត់បង្ហាត់បន្ថែមទៀតទៅតាមធីមរបស់គាត់នឹងនៅពេលចុងម៉ោងយើងក៏មានការហាត់កុំតេដែលជាប្រភេទ self defense ហ្នឹងគឺដើម្បីឲ្យ practitioner របស់យើងកូនសិស្សយើងហ្នឹងគាត់យកបច្ចេកទេសដែលបានរៀនតាមបច្ចេកទេសដៃបច្ចេកទេសជើងអីផ្សេងហ្នឹងយកមកអនុវត្តផ្ទាល់តែម្ដងក្លឹបរបស់យើងហ្នឹងមានទីតាំងនៅក្នុងវិទ្យាល័យបាក់ទុកហើយយើងហាត់រៀងរាល់ថ្ងៃសៅរ៍អាទិត្យម៉ោង 5 កន្លះ 7 កន្លះយប់ហើយនិងព្រឹកថ្ងៃអាទិត្យដូច្នេះបើសិនបើអ្នកនរគ្នាចាប់អារម្មណ៍អាចមកតាក់ទងផ្ទាល់នៅរៀងរាល់ថ្ងៃសៅរ៍អាទិត្យនឹងបានឬក៏អាចតាក់ទងមកកាន់ page របស់យើងផ្ទាល់តែម្ដងចាសសូមអរគុណ